ជាកម្មភាពនៃការងាររបស់ខ្ញុំក្រោយពីខ្ញុំចេញមកពីពន្ធនាគារ2 ខែជាងហើយដែលគាត់ចេញពីពន្ធនាគារត្រឡប់មកវិញអញ្ចឹងមើលទៅការងាររបស់គាត់ហាក់ដូចជាច្រើនជាងមុនទៅទៀតការបន្តធ្វើការងាររបស់គ្រួសារខ្ញុំរងថ្ងៃក្នុងនាមគាត់ជាពលរដ្ឋខ្មែរគាត់គ្រាន់តែប្រើសិទ្ធិដើម្បីចូលរួមដឹងលើជួយជឿឆ្អាលរឿងជាតិខ្មែរយើងទាំងអស់គ្នាអញ្ចឹងវាអត់មានអីខុសទេវាជាសិទ្ធិបុគ្គលសិទ្ធិរបស់ពលរដ្ឋម្នាក់ៗដែលត្រូវតាចូលរួមដឹងលើនឹងជឿឆ្អាលរឿងទាំងអស់ហ្នឹងពេលដែលគេចាប់ឃាត់ខ្លួនគាត់ហើយពេលខ្ញុំទៅជួបគាត់គាត់នៅលើកទឹកចិត្តខ្ញុំក៏លើកទឹកចិត្តគាត់ដែរក្នុងនាមថាយើងជាគ្រួសារជាប្តីប្រពន្ធយើងអាសាភាពលើកទឹកចិត្តគ្នាទៅវិញទៅមកពង្រឹងស្មារតីតស៊ូទៅមុខជាមួយគ្នាបើទោះជាជួបផលលំបាកខ្ញុំលើកទឹកចិត្តស្ត្រីដែលជាភរិយាសកម្មជនអីទាំងអស់ហ្នឹងដែរឲ្យគាត់ត្រូវតែតស៊ូរឹងមាំនឹងលើកទឹកចិត្តគ្រួសារយើងដើម្បីដំណើរយើងឆ្ពោះទៅមុខបានទាំងអស់គ្នាបើយើងអត់ព្យាយាមលើកទឹកចិត្តគាត់ទេគាត់អត់អាចស៊ូទៅមុខបានទេរឿងខ្លះគាត់សង្ឃឹមថាយើងជាភរិយាជាគ្រួសារនឹងយកចិត្តទុកដាក់ចំពោះគាត់ដែរបានគាត់អាចបន្តទៅមុខបាន